គ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ជ្រុះនៅលើភ្នំបូកគោដ៏ស្ងាត់ស្ងៀមគ្មានអ្នកដឹងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិនិងបាត់បង់អាយុជីវិតមនុស្សគួរឲ្យសោកស្ដាយខេត្តកំពតគ្រោះថ្នាក់ចរាចរណ៍ដ៏អាថ៌កំបាំងមួយគឺករណីរថយន្តធុនធំមួយគ្រឿងធ្លាក់ជ្រុះលើភ្នំបូកគោទៅបុកផ្ទុកនឹងដើមឈើមួយដើមយ៉ាងធំបណ្ដាលឲ្យគៀបអ្នកបើកបរស្លាប់ក្នុងកាប៊ីនឡានត្រូវបានគេប្រទះឃើញនៅវេលាម៉ោង 6:50 នាទីល្ងាចថ្ងៃទី 9 ខែឧសភា ឆ្នាំ 2026 លើកំណត់ផ្លូវជាតិលេខ 32 ផ្លូវឡើងភ្នំបូកគោត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ 12 ស្ថិតនៅភូមិរលួសសង្កាត់បឹងទូកក្រុងបូកគោខេត្តកំពតក្រោយពីទទួលបានដំណឹងនេះលោកព្រាបសមិទ្ធអធិការនគរបាលក្រុងបូកគោសហការជាមួយលោកវរៈសេនីយ៍តូយឹមរាអធិការរងទទួលផែនចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈបានដឹកនាំកម្លាំងជំនាញចុះទៅកាន់កន្លែងកើតហេតុភ្លាមៗហើយពិនិត្យឃើញថាបុរសជាតែកង់ឡានដែលបានស្លាប់ក្នុងហេតុការណ៍នោះឈ្មោះព្រំច័ន្ទថនភេទប្រុសអាយុ41ឆ្នាំរស់នៅភូមិកោះម៉ាក់ប្រាងឃុំបឹងសាលាខាងជើងស្រុកកំពង់ត្រាចខេត្តកំពតបើកបររថយន្តម៉ាកហ៊ីអិនដាយពណ៌បៃតងចាស់ផ្លូវ5ពាក់ស្លាកលេខភ្នំពេញ 3C1231 ប្រភពពីក្រុងបូកគោបានឲ្យដឹងថាមុនពេលកើតហេតុគ្មានអ្នកណាបានឃើញស្ថានភាពនៃគ្រោះថ្នាក់នោះទេពលគឺគេមិនដឹងថាមុនពេលកើតហេតុរថយន្តនោះបានជួបឧបសគ្គអ្វីឡើយគ្រាន់តែដឹងថាជារថយន្តដឹកក្រែដែកដែលបានទិញពីក្រុមហ៊ុននៅលើភ្នំបូកគោយកទៅលក់បន្តតាមទីផ្សារតែប៉ុណ្ណោះក្រោយពីបានពិនិត្យវិจัยរួចកម្លាំងជំនាញនៃអធិការក្រុងបូកគោបានសន្និដ្ឋានថាគ្រោះថ្នាក់នោះគ្មានអ្នកបង្កឡើយអាចបណ្ដាលមកពីប្រព័ន្ធហ្វ្រាំងរបស់រថយន្តឡើងកម្ដៅខ្លាំងជន់មិនស៊ីឬមានបញ្ហាប្រព័ន្ធចង្កូតនៅពេលចុះចំណោតវែងឬផ្លូវកោងខ្លាំងម្យ៉ាងទៀតអ្នកបើកបរមិនស៊ាំនឹងផ្លូវឬការប្រើប្រាស់លេខខុសបច្ចេកទេសមិនបានប្រើលេខទាបដើម្បីជួយទប់ល្បឿនលាយឡំជាមួយកត្តាធម្មជាតិចុះអាប់ខ្លាំងផ្លូវរអិលអ្នកបើកបរគ្រប់គ្រងលេខបានពេលចុះដល់ផ្លូវចំណោតនិងកោងខ្លាំងធ្វើឲ្យរថយន្តជ្រុលទៅបុករនាំងដែកការពារសុវត្ថិភាពផ្លូវហើយធ្លាក់ចូលបាងចម្ងាយប្រហែល100ម៉ែត្រទៅបុកផ្ទប់នឹងដើមឈើមួយដើមយ៉ាងធំបណ្ដាលឲ្យគៀបតែកង់ជាប់ស្លាប់ក្នុងកាប៊ីនឡាននិងបង្កការខូចខាតរថយន្តទាំងស្រុងជាមួយគ្នានេះសមត្ថកិច្ចជំនាញក៏បានធ្វើការរុករកបន្តដែរតែមិនឃើញមានមនុស្សផ្សេងរួមដំណើរជាមួយឡើយសមត្ថកិច្ចក៏បានវាស់វែងនិងបំពេញនីតិវិធីតាមលក្ខណៈបច្ចេកទេសរួចប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីប៉ុន្តែសពនោះកំពុងគៀបជាប់ក្នុងឡានដែលជាវត្ថុតាងធ្លាក់ចូលក្នុងបាងជ្រៅគឺមិនទាន់បានយកឡើងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូកគោនៅឡើយទេគណៈដែលសមត្ថកិច្ចរួមជាមួយម្ចាស់រថយន្តនិងសាច់ញាតិនៃសពនៅតែបន្តស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីស្ទូចយករថយន្តចេញនិងគាស់កាប៊ីនឡានយកសពទៅធ្វើបុណ្យឲ្យខាងតែបានដោយសារការរងចាំរថយន្តសន្ទូចពីភ្នំពេញមកស្ទូចឡើងយូរពេកបងប្អូនសាច់ញាតិនិងសមត្ថកិច្ចក៏បានសម្រេចចិត្តកាត់ដែកគាស់កាប៊ីនឡានទាំងយប់រហូតដល់ម៉ោង 4 ទៀបភ្លឺថ្ងៃទី 11 ខែឧសភា ឆ្នាំ 2026 ទើបអាចយកសពចេញបានសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពយ៉ាងក្រៃលែងហើយសាច់រឿងនេះក៏ជាសារមួយដាស់តឿនដល់អ្នកប្រើប្រាស់យានយន្តដទៃទៀតឲ្យយកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួនឲ្យបានច្បាស់លាស់មុននឹងធ្វើដំណើរឆ្លងកាត់តំបន់ភ្នំដែលមានគ្រោះថ្នាក់ពលគឺមុនចេញដំណើរត្រូវពិនិត្យលើប្រព័ន្ធហ្វ្រាំងឲ្យមានជំនឿថាមានប្រសិទ្ធភាពខ្ពស់មិនធ្លាយប្រេងឬសឹកស្បែកហ្វ្រាំងហួសកម្រិតខណៈដែលប្រព័ន្ធចង្កូតត្រូវមានភាពនឹងហាប់និងមិនមានភាពរលុងដែលនាំឲ្យបាត់បង់ការគ្រប់គ្រងពេលចុះចំណោតរីឯសម្បកកង់ទាំងមុខនិងក្រោយត្រូវមានក្រឡាស៊ីជម្រៅគ្រប់គ្រាន់ដើម្បីទប់ទល់នឹងកម្លាំងកកិតជាមួយផ្លូវថ្នល់